រឿងមេអូតភ្នែកម្ខាងនៅតាមវាលខ្សាច់ដ៏ធំល្វឹងល្វើយមួយមានមេអូតនិងកូនអូតពីរក្បាលដើរត្រាច់ចរជារឿយក្នុងគោលបំណងទៅរកទឹកនិងស្មៅដែលនោះគឺអូអេសិចជាតំបន់មួយដែលសម្បូរដោយអាហារនិងទឹកនោះផងដែរកូនអូចមិនដែលធ្លាប់ស្គាល់អូអេសិចក៏សួរទៅមេរបស់វាថាម៉ែតើទឹកនិងស្មៅមានរូបរាងយ៉ាងដូចម្ដេចទៅទឹកមានពណ៌ដូចផ្ទៃមេឃនេះអញ្ចឹងគ្រាន់តែវាថ្លាជាងជាវត្ថុរាវដែលយើងអាចបរិភោគបានរីឯស្មៅវិញមានរូបរាងជាសរសៃមានពណ៌បៃតងស្រស់ហើយមានរសជាតិឆ្ងាញ់ទៀតផងកូនអូតស្ដាប់ហើយក៏ឆ្លើយវិញថាបើអញ្ចឹងចាំកូនជួយរកណាម៉ែបន្ទាប់មកម៉ែនិងកូនអូតក៏បន្តស្វែងរកទឹកនិងស្មៅដើម្បីមកសន្សំដាក់ក្នុងគេបំរុងទុកសម្រាប់ធ្វើដំណើរទៅមុខទៀតរំពេចនោះកូនអូតក៏ឧទានដោយសេចក្តីត្រេកអរម៉ែនោះទឹកនិងស្មៅកូនរកឃើញហើយមិនមែនទេកូននោះគឺជាវាលខ្សាច់ទេតើមេអូតប្រកែកបណ្ដើរដើរបណ្ដើរលុះមិនយូរប៉ុន្មានកូនអូតក៏បង្ហាញទឹកមុខម្ដងទៀតតែមេអូតក៏នៅតែឆ្លើយថាមិនមែនទេព្រមទាំងស្ដីឲ្យថាម៉ែប្រាប់ហើយថាមិនមែនទេកូនឯងមិនធ្លាប់ដែលឃើញវាផងតើធ្វើម្ដេចនឹងស្គាល់ទៅតាមពិតទៅកូនអូតបានឃើញទឹកនិងស្មៅប្រាកដមែនតែដោយមេអូតមានភ្នែកតែម្ខាងគឺខាងស្ដាំទើបមិនអាចមើលឃើញអ្វីនៅខាងឆ្វេងនោះឡើយរឿងខ្លះយើងអាចនឹងមើលមិនឃើញដោយខ្លួនឯងហេតុដូចនេះសូមកុំតន់អាលក្អេងក្អាំងថាខ្លួនឯងពូកែជាងក្រែងលោត្រូវបានបាត់បង់ឱកាសល្អអស់ទៅរឿងក្ងោកភ្លេចខ្លួននៅក្នុងព្រៃដ៏ធំល្វឹងល្វើយមួយមានសត្វតូចធំផ្សេងអាស្រ័យរស់នៅនិងមានសត្វក្ងោកឆាតឆាយមួយក្បាលពេញចិត្តនឹងសម្រស់របស់ខ្លួនជាខ្លាំងហើយតែងតែគិតថាពុំមានសត្វដទៃណាប្រៀបស្មើនឹងខ្លួនបានឡើយមានថ្ងៃមួយវាបានហើរទៅទុំលើដើមឈើធំមួយរួចក៏រលាស់ស្លាបដើម្បីបង្អួតសម្រស់របស់ខ្លួនឲ្យសត្វដទៃទៀតស្ងើចសរសើរនៅពេលនោះមានពស់ដ៏ធំមួយក្បាលកំពុងព័ទ្ធខ្លួននឹងមែកឈើនៅក្បែរនោះក្ងោកមិនបានឃើញពស់ដែលនៅក្បែរខ្លួននោះទេព្រោះវារវល់តែបង្អួតសម្រស់របស់ខ្លួនឲ្យសត្វដទៃមើលហើយក្នុងពេលនោះដែរមានសត្វចាបឡាក់ចិត្តបុនដែលទុំលើមែកឈើមួយដើមទៀតនោះនៅក្បែរនោះបានស្រែកដាស់តឿនក្នុងបំណងចង់ឲ្យក្ងោកដឹងខ្លួនប៉ុន្តែក្រោយពីបានឮសម្រែកសត្វចាបដែលចង់ប្រាប់អំពីគ្រោះអាសន្នដល់ខ្លួនក្ងោកពុំបានជឿឬភ័យខ្លាចអ្វីឡើយវាបែរជាគិតថាសត្វចាបទាំងនោះនាំគ្នាកុហកបញ្ឆោតព្រោះតែច្រណែននឹងសម្រស់របស់ខ្លួនទើបមិនបានយកចិត្តទុកដាក់
ទៅលើសម្រែកព្រមានទាំងនោះទេទោះជាចាប់ខំស្រែកប្រាប់យ៉ាងណាក៏ដោយនៅទីបំផុតសត្វក្ងោកបង្អួតរៀងក៏ត្រូវពស់ធំមួយក្បាលនោះរឹបរួចលេបបញ្ចូលទៅក្នុងពោះដោយពុំមានសិទ្ធតវ៉ាអ្វីឡើយចាអញ្ចឹងអត្ថន័យចាអប់រំក្នុងរឿងនេះដែរគឺថាចង់អប់រំយើងឲ្យចាកុំធ្វើជាមនុស្សមានអំនួតចាកាលណាមានអំនួតខ្លាំងធ្វើយើងភ្លេចខ្លួនចាភ្លេចខ្លួននាំឲ្យស្មានខុសចាអញ្ចឹងហើយធ្វើឲ្យវិនិច្ឆ័យអន្តរាយដល់ខ្លួនឯងរឿងកាត់អណ្ដាតនៅលើដើមឈើមួយដើមតែងមានសត្វស្លាបផ្សេងហើរមកទុំដើម្បីឈប់សម្រាកក្នុងពេលធ្វើដំណើរព្រមទាំងជជែកគ្នាលេងពីនេះពីនោះក្នុងពេលសម្រាកនោះផងដែរមានគ្រាមួយក្អែកនិងសត្វត្រចៀកកម្មបានហើរមកទុំនៅលើដើមឈើមួយនៅក្បែរគ្នាហើយក៏ចាប់ផ្ដើមជជែកគ្នាលេងពីនេះពីនោះក្រោយពីជជែកគ្នាបានមួយស្របក់សត្វត្រចៀកកម្មក៏ចាប់ផ្ដើមអួតពីដើមកំណើតរបស់ខ្លួនថាតាមពិតទៅពីដើមខ្ញុំមិនមែនជាសត្វត្រចៀកកម្មអ្វីទេស្ដាប់ទៅក្អែកក៏សួរដោយឆ្ងល់ថាម៉េចបើឯងមិនមែនជាសត្វត្រចៀកកម្មតើឯងជាសត្វអ្វីទៅត្រចៀកកម្មក៏រៀបរាប់ដំណើរដើមទងរបស់ខ្លួនទាំងមោទនភាពថាកាលពីមុនខ្ញុំជាម្ចាស់ក្សត្រីដ៏ស្រស់ស្អាតមួយអង្គតែក្រោយមកបានរៀបអភិសេករួចមកហើយខ្ញុំក៏ជួបសំណាងអាក្រក់ដោយសារស្វាមីកំណាចខុសខើខ្ញុំធ្វើខុសតែបន្តិចបន្តួចសោះគេក៏កាត់អណ្ដាតខ្ញុំចោលលុះក្រោយមកទេពធីតាជូណូទ្រង់ជ្រាបពីរឿងនេះទើបជួយខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃស្វាមីដ៏យងក្នុងនោះហើយជប់ខ្ញុំឲ្យក្លាយជាសត្វត្រចៀកកម្មដូចសពថ្ងៃនេះទៅក្អែកនិយាយឌឺដងទាំងបើកភ្នែកធំអញ្ចឹងផងឬខ្ញុំគិតថាល្អហើយដែលគេកាត់អណ្ដាតឯងចោលព្រោះសំបីតែកាត់អណ្ដាតឯងនិយាយបានច្រើនប៉ុណ្ណេះទៅហើយចុះទម្រាំការមិនតន់កាត់អណ្ដាតទៀតខ្ញុំពិតជាមិនចង់ឃើញទេមនុស្សពូកែអួតហួសពីការពិតនិងពុំសូវមានអ្នកណាចង់ស្ដាប់ឬជជែកលេងជាមួយឡើយរឿងអប់រំមិនដូចគ្នានៅក្នុងព្រៃមួយមានមេឆ្កែព្រៃពីរក្បាលជាមិត្តសម្លាញ់នឹងគ្នាតាំងពីយូរណាស់មកហើយក្រោយរដូវបន្តពូជសត្វទាំងពីរក៏ពពោះដំណើរគ្នាបន្ទាប់មកក៏កើតបានកូនមួយសម្បុរដូចគ្នានិងនៅបរិវេណក្បែរគ្នាផងដែរតែអ្វីដែលខុសប្លែកគ្នានោះគឺការចិញ្ចឹមមើលថែរក្សាកូនរបស់សត្វទាំងពីរមិនមានលក្ខណៈដូចគ្នាឡើយមេឆ្កែព្រៃទី1ចិញ្ចឹមកូនដោយយកចិត្តទុកដាក់អប់រំកូនបានយ៉ាងល្អបង្រៀនកូនឲ្យចេះរកស៊ីដោយខ្លួនឯងមានគុណធម៌ចរិយាធម៌ល្អប្រសើរបំផុតចំណែកឯមេឆ្កែព្រៃទី2
វាមិនចេះអប់រំកូនឲ្យបានល្អទេចិញ្ចឹមកូនតាមយថាកម្មតែប៉ុណ្ណោះដោយមិនខ្វល់ថាអនាគតរបស់គេនឹងទៅជាអ្វីឡើយលុះពេលវេលាកន្លងផុតទៅកូនឆ្កែព្រៃទាំងពីរសម្បុរក៏ចេះតែធំធាត់ចម្រើនវ័យទៅតាមលំដាប់ហើយមេរបស់វាក៏កាន់តែចាស់ទៅរហូតដល់មិនអាចរកចំណីដោយខ្លួនឯងបានដែលសូម្បីតែធ្វើដំណើរក៏ទៅជាយឺតជាងវាទៅទៀតយថាកម្មដែលមេឆ្កែទាំងពីរខុសគ្នានោះគឺមេឆ្កែព្រៃទី1ដែលអប់រំកូនបានយ៉ាងល្អនោះធ្វើឲ្យកូនរបស់ខ្លួនចេះគោរពប្រតិបត្តិរកចំណីអាហារយកមកផ្គត់ផ្គង់និងនៅជួយមើលថែទាំវាជាដរាបចំណែកឯមេឆ្កែព្រៃទី2វិញនៅពេលដែលខ្លួនចាស់ជរាទៅកូនដែលមិនបានទទួលការអប់រំឲ្យល្អក៏នាំគ្នាបោះបង់មេរបស់ខ្លួនចោលអស់ហើយមិនត្រឹមតែប៉ុណ្ណោះពេលពួកកូនទាំងនោះឃ្លានខ្លាំងវាក៏ត្រឡប់មកចោមរោមខំហែកមេរបស់ខ្លួនចែកគ្នាធ្វើជាចំណីរបស់វាទៅរឿងនេះពុំមែនមានតែនៅលើពួកសត្វឆ្កែទេវាកើតមានឡើងច្រើនណាស់នៅក្នុងបណ្ដាហ្វូងមនុស្សកូនធំឡើងនឹងមាននិស្ស័យបែបណាវាអាស្រ័យទៅលើការអប់រំបណ្ដុះបណ្ដាលរបស់មាតាបិតានេះឯងរឿងក្អែកប្រចាំគ្នានៅក្នុងព្រៃដ៏ស្ដុកស្ដំមួយមានក្អែកពីរក្បាលជាបងប្អូននឹងគ្នាហើយរស់នៅជាមួយគ្នាតាំងតែពីកើតមកព្រមទាំងតង់ពាក់ពុំអ្នកអាស្រ័យរវាងគ្នាជារៀងរហូតមកមានថ្ងៃមួយក្អែកទាំងពីរបានឃើញសម្បុករបស់វាមានប្រហោងធ្លុះមួយនិងប្រសិនបើទុកបណ្ដោយយូរទៅប្រហោងនេះក៏នឹងកាន់តែរីកធំទៅជាក់ជាមិនខានប៉ុន្តែក្អែកទាំងពីរបែរជាប្រចាំគ្នាដោយនាំគ្នាគិតថាម្នាក់ទៀតគួរតែជាអ្នកជួសជុលប្រហោងនោះពេលវេលាកន្លងពុកទៅមួយរយៈប្រហោងធ្លុះនោះកាន់តែរីកធំទៅតែបងប្អូនក្អែកទាំងពីរក៏នៅតែមើលបំណាំគ្នាជាដដែលដោយមិនមានក្អែកណាព្រមជួសជុលរហូតតតែឆ្លងចូលរដូវថ្មីមួយទៀតរដូវរងាឆ្នាំនោះមានអាកាសធាតុត្រជាក់ខ្លាំងហើយថែមទាំងសម្បុកមានរុនប្រហោងធ្លុះធ្លាទៀតផងវាក៏ធ្វើឲ្យរងាកាន់តែខ្លាំងទោះបីជាដល់ថ្នាក់នេះទៅហើយក៏ក្អែកទាំងពីរនៅតែប្រចាំគ្នាដដែលដោយវានីមួយគិតដូចគ្នាថាម្នាក់ទៀតពិតជាទ្រាំនឹងភាពត្រជាក់មិនបានហើយនឹងសុខចិត្តមកជួសជុលសម្បុកជាមិនខាននៅទីបំផុតក៏នៅតែពុំមានក្អែកណាព្រមជួសជុលសម្បុកទាល់តែសោះវាក៏រងាស្លាប់ទាំងអស់គ្នាក្នុងយប់ដែលមានអាកាសធាតុត្រជាក់ខ្លាំងបំផុតមួយ